បាញ់មានសុពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកសីសន្ធរបានដឹកផ្ទះទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកបានមកដល់ខាងគោកឋិនស្រុកថ្មពួកខាងខេត្តបន្ទាយមានជ័យឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំបានរៀបចំដាក់លើជើងតាំងរួចរាល់អស់ហើយប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកនេះគឺតម្លៃវា7700បងប្អូន7700បងប្អូនបានមកកាផ្លេបែបនេះតែម្ដងអត់មានគិតសេវាថ្លៃដឹកអត់មានគិតតសអត់មានគិតចដាយទេបងប្អូនគឺ7700ហ្នឹង3ម៉ែត្រកន្លះគុណ7ផ្ទះខ្ពស់ហ្នឹងគឺរៀបចំរួចរាល់មកកាផ្លេទាំងអស់បងប្អូនទាំងពីប្រព័ន្ធភ្លើងបងប្អូនអីមកកាផ្លេទាំងអស់ហើយបើសិនជាបងប្អូនយកជាលក្ខណៈមានបន្ទប់ទឹកគឺថែម700បងប្អូនហើយ700នេះគឺខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំធ្វើជាលក្ខណៈខាងផ្នែកខាងលើឲ្យហើយតម្លាក់ទៅយកមកបងប្អូនអាចតភ្ជាប់ខ្លួនឯងជាមួយនឹងលូរបស់បងប្អូនហើយបើនិយាយពីប្រព័ន្ធភ្លើងគឺរៀបចំរួចរាល់អស់ហើយបងប្អូនរៀបចំរួចរាល់មកកាផ្លេមកនិយាយរួម7700ហ្នឹងគឺបងប្អូនកាន់សោចូលនៅតែម្ដងហើយចំពោះប្រភេទផ្ទះខ្ពស់បងប្អូនត្រូវមានថ្ម2គីបខ្សាច់2គីបស៊ីម៉ង់ 8B សម្រាប់ឲ្យខ្ញុំធ្វើជើងក្រោមផ្នែកខាងក្រោមហ្នឹងឲ្យបងប្អូនពេលដែលបងប្អូនចង់រៀបចំបន្ទប់រៀបអីគឺយើងមានគ្រឹះស្រាប់អញ្ចឹងណាបងប្អូនយើងគ្រាន់តែកវ៉ាត់ធ្នឹមពីលើមកហើយវារៀបអិតមកគឺបានហើយគឺគ្រឹះក្រោមគឺខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំធ្វើឲ្យប៉ុន្តែបងប្អូនត្រូវមានថ្មមានស៊ីម៉ង់ហើយនឹងខ្សាច់ហើយបងប្អូនចង់រៀបបន្ទប់រៀបអីបងប្អូនគ្រាន់តែឲ្យជាងមកកវ៉ាត់ធ្នឹមពីលើទៅហើយនឹងរៀបអិតមកគឺបានហើយបងប្អូនព្រោះយើងធ្វើគ្រឹះក្រោមរួចអស់ហើយអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើបន្ទប់អីខាងក្រោមទៀតវាអស់លុយតិចទេបងប្អូនព្រោះយើងមានគ្រឹះមានអីហើយគ្រាន់តែឲ្យតែគេកវ៉ាត់ធ្នឹមមកហើយនឹងរៀបអិតមកគេគិតការ៉េគិតម៉ែត្រដើរទេអញ្ចឹងវាអស់លុយតិចទេហើយប្រភេទផ្ទះនេះគឺបងប្រុសគាត់អត់ឲ្យបាញ់ថ្នាំទេបងប្អូនគឺគាត់យកមកជាលក្ខណៈឈើឆៅបែបនេះដើម្បីឲ្យអ្នកស្រុកអ្នកភូមិគាត់មើលហើយគាត់ក៏បានមើលផ្ទាល់ដែរព្រោះអីគាត់ទិញតាមប្រព័ន្ធអនឡាញអញ្ចឹងគាត់ខ្លាចយើងធ្វើឈើអត់ល្អអត់អីអញ្ចឹងហើយខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនគឺប្រើគ្រឿងរនុករនងផ្ទងផ្លាំប្រកង់ណែប្រើសាឡាវក្តារក្រានជាងពីដើមប្រើសក្រមសុទ្ធហើយមានការធានាជូនបងប្អូនទៀតបងប្អូនដែលឃើញគេលក់ផ្ទះគេអត់បាញ់ថ្នាំហើយគេសុខចិត្តទៅបាញ់នៅនឹងអត់បងប្អូនសុខចិត្តត្រូវចំណាយលុយអស់រៀងច្រើនតិចដើម្បីបញ្ជាក់ឲ្យបងប្អូនបានឃើញថាផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ហើយបងប្អូនទៅឃើញឈើឆៅអញ្ចឹងបងប្អូនដឹងហើយថាអ្វីដែលខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំនិយាយផ្សព្វផ្សាយជូនបងប្អូនហ្នឹងជាការពិតអត់ហើយរូបរាងនិងរបៀបរបបក្នុងការធ្វើបងប្អូនអាចមើលឃើញហើយគឺបើសិនតែយើងបាញ់ថ្នាំរួចទៅគឺដឹងតែស្អាតហើយបងប្អូនព្រោះយើងបានលីងខ្លះហើយពេលទៅដល់ហ្នឹងជាងគាត់បន្ថែមជាងថ្នាំគាត់បន្ថែមទៀតមកគឺចេញមកដឹងតែស្អាតហើយបងប្អូនអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណដែលបងប្អូនជួយ like ជួយ share ជួយឲ្យបេះដូង